ស្ដីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូពិសេសមួយទៀតហើយដើម្បីចែកជូនអ្នកទាំងអស់គ្នាទស្សនាបាទវាគឺជាវីដេអូពាក់ព័ន្ធទៅនឹងហាងទំនិញ2500នៅសហរដ្ឋអាមេរិកបាទឆ្ងល់មែនទេថាតើហាងទំនិញនៅអាមេរិកមាន2500ឬក៏យ៉ាងណាបាទមិនមែន2500ទេតាមពិតទៅគឺតម្លៃ$1 $1.25អីអញ្ចឹងណាបងប្អូនបាទប៉ុន្តែបើប្រៀបធៀបទៅគឺជាហាងដូចនៅប្រទេសយើង2500នៅប្រទេសយើងអញ្ចឹងណាបាទអញ្ចឹងបាទខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាគឺហាង2500នៅអាមេរិកមកទៅបាទហ្នឹងហើយរងចាំតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាបាទនឹងហើយបងប្អូនបាទនេះគឺជារូបភាពហាង2500ឬក៏ហាងលក់ទំនិញដែលមានតម្លៃថោកដែលមានឈ្មោះថា Dollar Tree បាទនៅសហរដ្ឋអាមេរិកហ្នឹងណាអញ្ចឹងនៅគ្រប់រដ្ឋនៅគ្រប់ទីក្រុងទាំងអស់គឺតែងតែមាន Dollar Tree នេះដើម្បីបម្រើឲ្យប្រជាពលរដ្ឋណាដែលមានជីវភាពរៀងលំដាប់ក្រោមណាបងប្អូនប៉ុន្តែទោះបីយ៉ាងណាក៏ដោយបាទទំនិញនៅក្នុងហាងមួយនេះគឺវាមានទៅតាមប្រភេទទៅតាមទំហំរបស់វាដែរបាទតាមពិតទៅមូលហេតុនៃទំនិញទាំងអស់ដែលអាចមានតម្លៃថោកជាងហាងផ្សេងៗហ្នឹងគឺដោយសារមុខទំនិញភាគច្រើនគឺត្រូវបានគេផលិតនៅក្នុងប្រទេសបាទដែលរោងចក្រនៃការផលិតបាទថ្លៃដើមនៃការផលិតហ្នឹងគឺទាបបាទដូចជាប្រទេសចិនប្រទេសវៀតណាមប្រទេសឥណ្ឌាអីជាដើមណាបងប្អូនបាទដែលធ្វើឲ្យការចំណាយទៅលើការផលិតនឹងទាបអញ្ចឹងហើយមុខទំនិញទាំងអស់ហ្នឹងគឺនៅពេលដែលយកមកលក់នៅនេះគឺអាចមានតម្លៃថោកទៅតាមនឹងដែរហើយមូលហេតុមួយទៀតអាចជាមុខទំនិញដែលមានទំហំតូចបាទមុខទំនិញដែលមានទំហំតូចឬក៏មុខទំនិញណាដែលវាមានគុណភាពរាងទាបអញ្ចឹងណាបងប្អូននិយាយទៅវាមិនខុសពីមុខទំនិញនៅក្នុងហាង2500នៅប្រទេសយើងនោះទេបាទហើយជាទូទៅផលិតផលដែលដាក់លក់នៅក្នុងហាង Dollar Tree ហ្នឹងគឺសុពលភាពវាអាចចាប់ពីកន្លះឆ្នាំចុះក្រោមណាបងប្អូន6ខែអីចុះក្រោមអញ្ចឹងទៅវាជិតផុតកំណត់ណាបាទអញ្ចឹងទៅធ្វើឲ្យតម្លៃហ្នឹងក៏អាចរៀងចុះថោកទៅតាមនឹងដែរបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺមុខទំនិញទាំងអស់គឺមានតម្លៃចាប់ពី$1.25ទៅដល់$8ទៅដល់$20អីក៏មានដែរទៅតាមទំហំតូចធំបាទហ្នឹងហើយបងប្អូនបាទនេះគឺជាហាងទំនិញដែលខ្ញុំថា2500ណាបាទទំនិញភាគច្រើនគឺមានតម្លៃ$1.25 $1.កន្លះ$1.75អីអញ្ចឹងណាហើយថ្លៃបំផុតគឺ$2បាទហ្នឹងហើយបងប្អូនឥឡូវយើងដើរមើលទំនិញទាំងអស់គ្នាបាទគឺជាទូទៅសម្បូរមែនតើមុខទំនិញដែលមានតម្លៃ$1.25ហើយនឹង$1.កន្លះបាទដូចប្រអប់ដាក់អាហារនេះអញ្ចឹងណាបងប្អូន$1.កន្លះបាទសមរម្យមែនតើបាទគឺយើងអាចយកដាក់អាហារទៅសាលារៀនទៅកន្លែងធ្វើការអីអញ្ចឹងណាបាទអញ្ចឹងវាមិនថ្លៃទេប៉ុណ្ណឹងបាទប្រៀបធៀបទៅនឹងតម្លៃនៅប្រទេសយើងក៏ខ្ញុំជឿថាអាចប្រហែលហ្នឹងឬក៏អាចថោកជាងនៅប្រទេសយើងផងក៏ថាបានបាទអញ្ចឹងប្រភេទជ័រផ្លាស្ទិកបាទគឺមានតម្លៃ$1.កន្លះរីឯកែវផ្សេងទាំងអស់នេះក៏វាអាចមានតម្លៃប្រហែលនឹង$1.កន្លះឬក៏$2អីអញ្ចឹងណាបងប្អូនបាទវាមិនច្បាស់ថា1.5 1.25អីទេស៊ីសងទៅលើតម្លៃដែលគេបិទនៅលើហ្នឹងណាជួនកាលគេអត់បិទប៉ុន្តែតម្លៃអាចរៀងថ្លៃបន្តិចបាទអញ្ចឹងមុខទំនិញណាដែលគេបិទតម្លៃគឺវាអាចច្បាស់បាទគឺថោកទៅតាមហ្នឹងទៅបាទអញ្ចឹងមុខទំនិញដែលមានតម្លៃ$1.25បងប្អូនជាទូទៅមុខទំនិញទាំងអស់ហ្នឹងអាចជាប្រភេទមុខទំនិញដែលសាមញ្ញបាទដូចជាកាបូបកញ្ចប់ខ្
chop cả đồ ấy nâng cả ta chụp mọt cả ta con ấy nâng cứ ai miền nằm lại mua chốt một phay pram mấy hay scot ấy chết đam và kêu tập tay te làm mồm ấy có ai miền nằm lại mua chốt một phay pram đai mà ta để lại kêu cốt cung sầm a te chỉ tràn kêu plastic môi chùm nuôn và có đôi chia đập đặt vàiวันmà nuôn phía trán cứ mua chất một phay pram làng lơ bà mình ai lụa bàn ai nằm băng tùng ninh để chọc mà chân nuôn có miền nằm lấy mua chất pram phòng đài bài prophet tức khổ chứ mong ổn và prophet tức rồi prophet tức số đa ấy xem nứng cứ vì ai miền nằm lấy chấp đi mua cho chất sập pram làng tờ mà mua cho chất sập pram á chẳng vì mình tiền toàn là tê đôi một tầm ninh ní cứ chỉ kêu lôi mì nhôm mong ổn và kêu lôi mì nhôm ní cứ mua chất một phay pram thế bạn chẳng mình thay thế tức chuyện ní pram pon dưỡng á ní đốp tức bà đốp tức nó cứ miền nằm lấy mua chất một phay pram đá mà cứ miền tràn một tràn mạ của sắm và mua chất một phay pram cứ mình thay nội tế và ní keo tất có mua chất một phay pram đá hay keo thô ní cứ mua chất pram mà chân về từ tam prophet tụi ninh tôi thông từ tam con lập hiệp lọ mình lọ anh chẳng na con lập hiệp tiếp chân tới viên bên nằm lại mua chất một phay pram mà na miền con lập hiệp một chung với chân tới cứ vì ai bên nằm lại lớn nâng mà coca cola ní cứ mua chất sập pram mà coca cola zero sugar rồi coca cola thom mà đa ấy nắng và mua chất sập pram và chắc mình lấy vía cứ của xóm đá hay nâng một tuần ninh xem tiết và này tự cột xem tiết cứ mua chất pram mà này phải chạm bơi cầm lăng ấy cứ mua chất sập pram và hay nâng tự cột miền chỉ tràn prophet bà bàn tay nhưng mà đại phật cái bông bao chỉ tới tự cột muối cứ nhôm ắt phật mong đây xa tham tăng thạc cái bật mạch ấy mạch chết nè và nhôm chia và nhôm chất phật sau đây chẳng nè mà hay ní cứ chia prophet đã tất mặt te tất bình bó ấy chỉ đam nó còn muối cho một phay pram đai bà cứ thay tế bà ní tất mặt te bà mua cho một phay pram mà anh ấy tất sầm rạp sụp salad đấy mong ổn bà ní kêu ấy cầm phong nắng và có miền nằm lại hạ và hai nắng đá anh ấy prophet nung khóc khí bà prophet nung khóc khí phía trán cứ mua miền nằm lại chấp bị mua chất spam làng tờ bà chẳng xâm bầu bài bên tên bà nực nông hàng ní bà ní cứ chìm mi cần chop mong ổn bà mi cần chop ní cứ mua đà la cả la hay không mà cần chop thông nắng miền buôn cần chop tôi chứ ai nhưng mà đại hộp thế mà caនៅសិង្ហបុរីខ្ញុំហូបមីច្រើនបាទដល់ពេលមកនេះយើងមានមកហូបគ្រប់គ្រាន់ចឹងទៅយើងអត់ដែលទិញមីអីទេបាទនឹងហើយប្រភេទទំនិញផ្សេងទៀតបាទទំនិញភាគច្រើនដោយដែលខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាចឹងមានតម្លៃចាប់ពី $1.25 ឡើងទៅហើយជាពិសេសមុខទំនិញណាដែលមានទំហំតូចៗណាដឹងតែ $1.25 ឯហ្នឹងតែទំហំមួយមកទំនិញមួយចំនួនដែលមានតម្លៃលើស $1.25 ហ្នឹងមានន័យថាមកទំនិញហ្នឹងវាអាចមានគុណភាពរាងគួរសមឬក៏ទំហំរបស់វារាងគួរសមអីចឹងទៅបាទដូចជានំ cookie នេះបងប្អូនគឺតម្លៃវាក៏ $1.25 ដែរបាទ $1.25 ហើយខ្ញុំមើលទៅគឺតំណងឆ្ងាញ់មែនតើតែខ្ញុំមិនដែលបានទិញញ៉ាំទេនំ cookie ហ្នឹងបាទនេះនំកញ្ចប់បាទនំស្រួយបងប្អូនបាទនេះរបស់របរសម្រាប់ស្អីអីក៏ $1.25 ដែរបាទគ្រឿងសាប៊ូគ្រឿងសាប៊ូកក់សក់សាប៊ូលាងចានសាប៊ូអីផ្សេងដុសខ្លួននេះហ្នឹងភាគច្រើនគឺ $1.25 បាទ $1.50 អីអញ្ចឹងណាប៉ុន្តែដោយតែខ្ញុំប្រាប់អញ្ចឹងគុណភាពវាអត់សូវល្អប្រហែលទេគ្រាន់តែថាយើងអាចប្រើបានបាទយើងអាចប្រើបានយើងបើប្រៀបធៀបជាមួយនឹងផ្សារធម្មតា
ហាងលក់ទំនិញទូទៅគឺមានតម្លៃថ្លៃណាស់ដូចជា Walmart អីជាដើមបងប្អូនបាទតម្លៃថ្លៃហើយគុណភាពខុសគ្នាតិចតួចយើងអាចប្រើបានយើងប្រើទៅបាទគឺសន្សំនឹងចៃណាវាអត់សូវចាំបាច់ទេណាបាទនំកញ្ចប់នំដំឡូងនំអីហ្នឹងគឺភាគច្រើន 1.25 ទេបាទប៉ុន្តែខ្ញុំអត់ដែរទិញទេបាទនំទាំងអស់ហ្នឹងបាទហើយមុខទំនិញមួយចំនួនទៀតក៏អាចមានតម្លៃថ្លៃខនបើដែរបាទដូចជាចាប់ពី$3 $5 $7 $8 ហើយមានអាណាធំទៅអាចមានដល់$20បាទប៉ុន្តែវាអត់សូវមានណាបងប្អូនបាទវាអត់សូវមានទេដូចប្រភេទនំទាំងអស់នេះអីគឺសិតតែ$1.25ទេបាទហើយនេះគឺជាទំនិញផ្សេងទៀតបាទក៏មានតម្លៃប្រហាក់ប្រហែលគ្នានឹងដែរបាទ1.25 បាទដោយឡែកស្ករគ្រាប់បាទក៏ដូចជាសូកូឡាអីភាគច្រើនគឺ1.75កញ្ចប់ធំមាន$2មាន$5អីអញ្ចឹងណាប៉ុន្តែសម្រាប់កញ្ចប់តូចអញ្ចេះគឺ1.25ទេបាទទាំងអស់រៀបហ្មងបាទអញ្ចឹងយើងអាចទិញបានបាទប៉ុន្តែបើទិញច្រើនពេកក៏អស់លុយច្រើនដែរបាទយើងគិតមើលទៅហើយដូចដែលបងប្អូនទាំងអស់គ្នាដឹងអញ្ចឹងនៅអាមេរិក1.25 $2 $5 ហ្នឹងគឺមិនមែនជាតម្លៃដែលគេគិត fix ឲ្យយើងត្មងទេដល់ពេលដែលយើងទៅគិតលុយគឺតម្លៃដឹងទៅលើហ្នឹងហើយបងប្អូនបាទដោយសារគេគិតពន្ធពីលើហ្នឹងច្រើនណាបាទគិតពន្ធផងគិតស្អីផ្សេងផងអញ្ចឹងសរុបទៅយើងនឹងត្រូវបង់លើនឹងច្រើនគួរសមដែរបាទច្រើនគួរសមបាទឧទាហរណ៍ថាយើងទិញទំនិញអស់$10អីអញ្ចឹងយើងត្រូវបង់$13បាទបង់$13អញ្ចឹងគេគិតពន្ធពីលើ$3 $4 $5ទៅតាមប្រភេទទំនិញអញ្ចឹងណាជាពិសេសដូចដែលយើងដឹងហើយគឺអាមេរិកដាក់ពន្ធទៅលើប្រទេសណាអញ្ចឹងមុខទំនិញប្រទេសណាដែលនាំចូលមកអាមេរិកហ្នឹងគឺនឹងត្រូវគិតពន្ធថ្លៃមែនតើបាទដូចជាប្រទេសយើងអាមេរិកគេយកពន្ធប្រមាណអីអញ្ចឹងទៅពេលដែលយើងនាំចូលមុខទំនិញមកដល់អាមេរិកគឺគេត្រូវគិតពន្ធពីលើហ្នឹងទៅតាមហ្នឹងដែរបាទហើយស្មាកៅអៅនេះគឺមានចំនួន10បាទក្នុងមួយយួរក្នុងមួយនេះគឺតម្លៃ1.25ដែរបាទគឺគួរសមបាទគ្រឿងអេឡិចត្រូនិកមានអំពូលភ្លើងបាទអំពូលភ្លើងតូចណាមិនធំទេណាហើយមានព្រីសម្រាប់ដោតភ្លើងមានពិលបាទមានអីហ្នឹងគឺ1.5បាទ$1.5ហើយស្បោងដាក់អីវ៉ាន់តូចនេះគឺ1.25ទាំងអស់ហ្នឹងបាទហ្នឹងហើយគឺជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានស្រោមជើងមានអីហ្នឹងក៏មួយគូ1.25 1.25ខ្លះទៅមានគុណភាពល្អទៅ1.5អីអញ្ចឹងណាបងប្អូននិយាយទៅហាងទំនិញដែលមានតម្លៃថោកហ្នឹងនៅប្រទេសណាក៏មានដែរបាទជាក់ស្ដែងនៅប្រទេសយើងគឺ2500ប៉ុន្តែនៅពេលដែលយើងចូលទៅមុខទំនិញខ្លះគឺ2500មុខទំនិញខ្លះ5000 10000 20000អីអញ្ចឹងណាបាទហើយនៅអាមេរិកនេះក៏អញ្ចឹងបាទនេះប្រដាប់សពប្រគុណណាបងប្អូនក៏មានតម្លៃប្រហែលជា1.75បាទមើលទៅហើយនៅប្រទេសសិង្ហបុរីក៏ខ្ញុំធ្លាប់បានទៅនៅហ្នឹងក៏មានហាងលក់ទំនិញតម្លៃថោកដែរបាទគឺហាង Value បាទ Value គឺមានតម្លៃថោកមែនតើបើប្រៀបធៀបមកអាមេរិកនេះគឺប្រហាក់ប្រហែលគ្នាដែរបាទប៉ុន្តែថានៅសិង្ហបុរីគេអត់គិតពន្ធអីច្រើនដូចនៅអាមេរិកនេះទេបាទនៅអាមេរិកនេះពន្ធណាស់បាទច្រើនមែនតើអញ្ចឹងប្រភេទកែវផ្សេងបាទប្រភេទតុបតែងលម្អផ្កាអីអញ្ចឹងគឺសម្បូរមែនតើរដូវកាលនេះបាទដោយសារជារដូវកាលចិត្តបុណ្យ Halloween និងចិត្តបុណ្យ Christmas ចិត្តបុណ្យចូលឆ្នាំសកលអីអញ្ចឹងគឺគេមានលក់ប្រដាប់ប្រដាទាំងអស់ហ្នឹងច្រើនមែនតើបាទកតាសនេះមកដុំធំនេះគឺ1.25ទេបាទ1.25អញ្ចឹងគឺមានតម្លៃធូរថ្លៃទេហើយនឹងប្រភេទមុខទំនិញផ្សេងទៀតនេះគឺគេដាក់តម្លៃបាទមាន$3មានអីចឹងណាអានេះ$3បាទហើយសម្ភារៈផ្សេងបាទសម្ភារៈសិក្សាសម្ភារៈតុបតែងលម្អគ្រឿងឈើ
គឺមានតម្លៃទៅតាមប្រភេទទៅតាមទំហំទៅតាមគុណភាពរបស់វាណាបងប្អូនហើយបើគុណភាពរៀងអត់សូវល្អចឹងទៅឬក៏ទំហំតូចចឹងទៅគឺវាមានតម្លៃច្បាស់ណាស់គឺ 1.25 ប៊ិចនេះ1 ឡូចំនួន10ហ្នឹងក៏ 1.25 ដែរបាទហើយប្រភេទកែវបាទប្រភេទស៊ុំរូបថតបាទ 1.25 ទាំងអស់បាទតូចណាបងប្អូនបាទ 1.25 បាទ2500 បាទគិតមកណាបាទប៉ុន្តែវាលើសនឹងទៀតបាទដោយសារគេគិតពុនហ្នឹងហើយមានកន្ត្រៃមានsticker មានសភៅសម្រាប់ក្មេងអានបាទមានស្កុតបាទមានស្អីសម្រាប់សម្ភារៈសិក្សាសម្រាប់គ្រូបរិញ្ញាបត្រសម្រាប់សិស្សអីចឹងណាគឺតម្លៃវាគឺអាច 1.5 បាទ 1.75 $2អីអញ្ចឹងណាបាទខ្ញុំឃើញសភៅស្អាតមែនតើបាទហើយតម្លៃ 1.5 ទេតែបើយើងខ្វល់កពេកទិញតែ10ក្បាលយើងឃើញហើយបាទគឺ$15ហើយគិតពន្ធទៅអាច$20បាទហ្នឹងហើយអញ្ចឹងបងប្អូនប្រកាសជាមានអារម្មណ៍ថាចំនៅអាមេរិកទំនិញមិនក៏ថោកម៉េះតែប៉ុន្តែក៏មានហាងតម្លៃថោកបែបហ្នឹងដែរតែច្បាស់ណាស់គឺតម្លៃនៅក្នុងហាងទូទៅគឺថ្លៃបាទហើយប៊ិចទាំងអស់នេះគឺសុទ្ធតែប៊ិចផលិតនៅប្រទេសចិនទេបាទហើយតម្លៃរបស់វាគឺ 1.25 អីចឹងណាហើយប៊ិចខ្លះដែលល្អបន្តិចទៅគឺអាច 1.5 1.75 បាទមាន$3មាន$5អីចឹងទៅបាទទៅតាមគុណភាពរបស់ប៊ិចដែរបាទមានhighlighter មានខ្មៅដៃបាទមានកដាស់បេតុងបាទមានអីផ្សេងបាទអាចមានតម្លៃខុសគ្នាទៅតាមទំហំបាទអញ្ចឹងបាទបងប្អូនមានអារម្មណ៍មិនដែរបាទមានបៀបាទមានតុក្កតាអីនេះក៏តម្លៃវាមិនថ្លៃណាស់ទេបាទដោយសារយើងដឹងហើយផលិតផលប្រទេសចិនគឺគេផលិតមកដើម្បីចែកចាយនៅលើពិភពលោកបាទប្រទេសណាក៏មានលក់ដែរផលិតផលប្រទេសចិនហើយគុណភាពគឺវាអាចទទួលយកបានប៉ុន្តែបើនិយាយថាល្អនោះគឺមិនល្អអីនោះទេបាទមិនថាល្អគឺមិនល្អអីណាទេបាទផលិតផលប្រទេសចិនណាបាទអញ្ចឹងគេតែងតែដាក់តម្លៃនៅលើនឹងទាំងអស់បាទអញ្ចឹងមុននឹងទិញគឺយើងអាចមើលទៅយើងគិតថាវាអាចទទួលយកបានអត់សម្រាប់តម្លៃហ្នឹងហើយថាតើវាចាំបាច់ឬអត់សម្រាប់ទិញផលិតផលមួយហ្នឹងបាទអញ្ចឹងគឺអាស្រ័យទៅលើយើងបាទយើងដើរមើលមិនបាច់ទិញអីក៏បានដែរបាទប៉ុន្តែដោយតែបងប្អូនដឹងហើយខ្ញុំប្រាប់មិញហ្នឹងគឺសម្បូរមែនទែនបដាតុបតែងលម្អនៅក្នុងកម្មវិធីបាទខួបកំណើតកម្មវិធីនិយាយទៅនៅអាមេរិកមានបុណ្យច្រើនបាទ birthday ហ្នឹងក៏ពេញនិយមបាទបុណ្យ Thanksgiving បុណ្យ Halloween បុណ្យ Christmas បុណ្យស្អី Valentine's Day អីផ្សេងហ្នឹងគឺនៅអាមេរិកហ្នឹងហើយបាទគឺជាប្រភពនៃបុណ្យទាំងអស់ហ្នឹងបាទកម្មវិធីទាំងអស់ហ្នឹងបាទអញ្ចឹងសម្បូរមែនតើសម្ភារៈ Halloween បាទរូបល្ពៅរូបអីហ្នឹងបាទទឹកល្ពៅបាទហើយល្ពៅគេតុបតែងជាខ្មោចណាបងប្អូនបាទហើយកញ្ច្រៃនេះ 1.50 បាទមិនថ្លៃទេប៉ុណ្ណឹងយើងអាចយកដាក់សម្ភារៈបន្ទប់ទឹកអីបានហ្នឹងហើយផលិតផលផ្សេងទៀតបាទរូបល្ពៅរូបខ្មោចរូបអីផ្សេងបាទតុបតែង Halloween ហ្នឹងគឺគេមានលក់សម្បូរមែនទែនបាទក្នុងខែនេះបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជារួមនៅក្នុងហាងដែលមានតម្លៃថោកហើយហាងនោះគឺមាននៅគ្រប់រដ្ឋនៅគ្រប់ទីក្រុងគ្រប់តំបន់ទាំងអស់នៅក្នុងសហរដ្ឋអាមេរិកនេះហាងនោះឯងគឺមានឈ្មោះថា Dollar Tree បាទ Dollar Tree ដុល្លារហ្នឹងគឺលុយដុល្លារហើយ tree ហ្នឹងគឺដើមឈើអញ្ចឹង Dollar Tree មានន័យថាដើមលុយបាទដើមលុយដុល្លារណាប៉ុន្តែមិនមែនបាច់បុកប្រែទេបាទ
បាទថ្ងៃទាំងអស់គ្នាបន្ទាប់ពីដើរទិញទំនិញនៅផ្សារ2500បាទខ្ញុំបានទិញនៅវត្ថុមួយចំនួនបាទដើម្បីកុំឲ្យគេថាយើងថតអត់មានទិញអីទេណាបាទអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូបាទអរគុណច្រើនបាយបាយ